ជំរាបសួរពុកម៉ែបងប្អូនដែលស្រឡាញ់ខាងវិស័យចិញ្ចឹមមាន់ចិញ្ចឹមទាណាពុកម៉ែបងប្អូនហ្នឹងហើយថ្ងៃនេះដែលខ្ញុំមកបង្ហាញពីការធ្វើស្នូកទឹកស្នូកចំណីណាបងប្អូនដែលធ្វើចេញពីដើមឫស្សីហ្នឹងហើយអញ្ចឹងខ្ញុំធ្វើវីដេអូនេះឡើងគឺចង់បង្ហាញពុកម៉ែបងប្អូនពីរបស់ប្រើប្រាស់ដែលអាចយើងប្រើប្រាស់បានយើងមិនចាំបាច់ចំណាយលុយទៅទិញស្នូកឬក៏ទៅទិញកាតូទឹកដាក់ចំណីនោះទេនាំតាអស់ថាវិការច្រើនអញ្ចឹងពុកម៉ែបងប្អូនអាចមើលវីដេអូនេះបានពិតជាមានផលប្រយោជន៍ខ្លាំងមែនទែនវត្ថុដែលយកមកធ្វើនោះគឺដូចជាមិនមានអ្វីច្រើនទេហើយក៏មិនទៅទិញគេដែរអញ្ចឹងវត្ថុដែលយើងយកមកធ្វើរួមមានដើមឫស្សីចំនួន1កំណាត់បងប្អូនមាន3កំណាត់ឬក៏4កំណាត់ក៏បងប្អូនអាចធ្វើបានដែរហើយបងប្អូនមានធំជាងខ្ញុំគឺកាន់តែធំគឺកាន់តែល្អបងប្អូនតែខ្ញុំមានតូចទេអញ្ចឹងខ្ញុំធ្វើនេះគ្រាន់តែបង្ហាញទៅកាន់បងប្អូនទេបងប្អូនមានធំគឺធ្វើធំទៅគឺល្អបន្ទាប់មកទៀតគឺមានដូចជាវីសចំនួន2គ្រាប់ហើយនឹងដាច់លួសហើយអញ្ចឹងណាបងប្អូនបើសិនជាកន្លែងហ្នឹងបងប្អូនអត់មានដាច់លួសឬក៏វីសដូចខ្ញុំទេបងប្អូនរកវិធីណាដែលចងវាឲ្យជាប់ណាបងប្អូនកន្លែងហ្នឹងអញ្ចឹងបងប្អូនមានលួសគឺរុំវាឲ្យជាប់ទៅគឺអាចប្រើប្រាស់បានអញ្ចឹងពុកម៉ែបងប្អូនអាចសាកធ្វើដូចខ្ញុំបានហើយជាចុងក្រោយសូមអរគុណទៅកាន់ពុកម៉ែបងប្អូនដែលបានមើលវីដេអូនេះទាំងអស់ហើយក៏សូមពុកម៉ែបងប្អូនជួយចុច Subscribe ក៏ដូចជាដាក់រូបសញ្ញាកណ្ដឹងឲ្យខ្ញុំអ្នកមួយផង